សួស្តីលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំធ្វើការបង្ហាញពីរបៀប install NGX នៅក្នុង AWS យើង login ហើយយើង copy ចូល instance ហើយយើង copy CH mode ទុកមួយបន្ទាប់មកទៀតយើង copy SSH ទុកដើម្បី connect ចូលខ្ញុំ copy នៅក្នុង notepad ហើយបន្ទាប់មកទៀតគឺខ្ញុំចូលទៅកាន់ file ដែលយើងបាន save ទុក stp ជា key pair ហ្នឹងហើយយើង right click យក show more option ហើយយើងយក git bash here បន្ទាប់មកទៀតយើងធ្វើការ copy comment ដែលយើងបាន ទុកមិញគឺនៅ notepad SSH ហ្នឹងមកយើង right click ហើយយើង paste នៅ comment ហ្នឹងហើយ enter បន្ទាប់មកទៀតចូលទៅដល់ចំណុចកន្លែងនេះដែរគឺយើងយក yes បន្ទាប់មកធ្វើការរងចាំបន្តិចយើង connect ចូលបានហើយបន្ទាប់ពី connect ចូលបានហើយយើងធ្វើការ update អញ្ចឹងយើងវាយ command sudo app update យើងធ្វើការរងចាំបន្ទាប់ពីយើង update ហើយយើងធ្វើការ upgrade អញ្ចឹងយើងវាយ command sudo app upgrade រួចមកចុច enter ហើយយើងធ្វើការរងចាំកន្លែងនេះយើងយក yes ដើម្បី install NGX បានយើងត្រូវប្រើ command sudo app install NGX .y យើងឆ្លើយ yes ទៅហើយហ្មងហើយយើងចុច enter ចុចធ្វើការរងចាំបន្តិចជំហានបន្តទៀតយើងធ្វើការវាយ command ដើម្បី enable NGX ដោយប្រើ command sudo systemctl enable NGX ហើយបន្ទាប់មកយើងចុច enter ទៅបន្ទាប់ទៀតយើងធ្វើការ check status ដោយប្រើ command sudo systemctl លុប enable ចោលដាក់ពាក្យថា status ហើយដក clear NGX ហើយ enter ជំហានបន្ទាប់ទៀតយើងចូលទៅកាន់ AWS របស់យើងហើយយើងយក extend IP បន្ទាប់មកយើងអត់មានយើងបង្កើត static IP អញ្ចឹងយើងចុច allocate extend ហើយយើងយក add new take ហើយយើងដាក់ឈ្មោះមកខ្ញុំដាក់ថា status IP ហើយអូខេបន្ទាប់មកទៀតគឺខ្ញុំដាក់កន្លែងនេះគឺ ctech ហើយ scroll មកក្រោមមកយើង allocate វាមកបន្ទាប់ពីនឹងហើយខ្ញុំ rename edit name ដាក់ ctech ហើយយើង save បន្ទាប់មកទៀតយើងចុច allocate as stack ហើយយើងធ្វើការ select copy យក static IP របស់យើងដើម្បីទុកassign ចូលទៅក្នុងfile slash របស់យើងអញ្ចឹងបន្ទាប់ពីយើង copy ហើយយើងមកដាក់ instance ហើយ instance នេះយើងជ្រើសរើសយកអាខាងលើនោះគឺកំពុងតែ running ហើយបន្ទាប់មកទៀតចុច associate ហើយជំហានបន្តទៀតចូលទៅកាន់ file ចូលយក website manager ហើយខ្ញុំឈ្មោះ stp ហើយខ្ញុំធ្វើការ pass ជាមួយនឹង static IP address របស់ខ្ញុំ copy មកយើងយកទៅ pass ក្នុង site manager ហើយយើងចុច connect យើង click យក away trust ហើយចុច OK ធ្វើការរងចាំបន្ទាប់មកវានឹង connect អូខេអញ្ចឹងយើង connect ទៅកាន់ file របស់យើងហើយ
មាន slash មាន home ជាមួយនឹងយុគបន្ទូក៏មកយើង scroll ចុចទៅក្រោមទៀតរកពាក្យ var បន្ទាប់មកវានឹង show ឲ្យឃើញទៀតយើងយកទៅកាន់ folder www បន្ទាប់ទៀតនេះខ្ញុំធ្វើការ connect ជាមួយនឹង SSH ម្ដងទៀតដោយសារមុននឹងវា time out ដាច់ connection ហើយខ្ញុំ copy SSH ហើយខ្ញុំ right click paste SSH ហើយចុច enter អូខេអញ្ចឹងបន្ទាប់ឡើងនេះយើងចុច yes ហើយវា connect ចូលហើយយើងធ្វើបន្ទាប់ទៀតគឺយើង cd ទៅកាន់ folder var ចូលទៅកាន់ folder var ហើយយើង y command sudo chmod 7 ដើមហើយ clear www ហើយ slash ហើយបន្ទាប់មកយើងចុច enter មួយទៀតយើង chmod ទៅកាន់ folder www ហើយ html បន្ទាប់មកយើង enter ហើយយើងទៅ download file ហ្នឹងហើយយើងទាញ file html ហ្នឹងចូលទៅកាន់ folder html បន្តមកទៀតខ្ញុំធ្វើការវាយ command list viewer ls ហើយបន្តមកទៀតគឺវាយជាមួយនឹង command cd ទៅកាន់ folder www ហើយ enter បន្ទាប់ពីចូលទៅកាន់ folder www ហើយយើង list ទៅកាន់ list viewer គឺមាន file index បន្ទាប់ទៀតខ្ញុំវាយ command sudo mv នឹង mode file index.html នៅក្នុង folder html ហើយ cd ទៅ html ហើយ list viewer គឺឃើញជាមួយនឹង index.ngx ទៀត link ចូលទៅកាន់ website របស់យើងឃើញហើយយើង move file ចូលទៅក្នុង folder html បន្ទាប់មកទៀតយើង locate ទៅ index.html file របស់យើងហើយយើង move file ហ្នឹងចូលទៅកាន់ folder www ហើយ folder html បន្ទាប់ពីយើងទាញ file ហ្នឹងចូល successful ហើយយើងធ្វើការវាយ command sudo systemctl .clear reload .clear ngx តោះមកយើងធ្វើការ enter ហើយយើងចូលទៅកាន់ AWS យើងហើយយើងចូលទៅ instance យើងវិញមកយើងចូលទៅ instance ចូល instance ID ហើយយើងធ្វើការ copy IPv4 នឹងឲ្យ pass នៅលើ web page ហើយយើង enter មកគេអញ្ចឹងសម្រាប់ការងារនេះគឺ successful អរគុណសម្រាប់ការទស្សនាវីដេអូនេះ
ជំរាបសួរលោកដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំធ្វើការបង្ហាញអំពីរបៀបconfigure ទៅលើ email ហើយដំបូងយើង sign in ទៅលើ account membership យើងហើយយើងចូលទៅក្នុង dashboard ហើយ hosting list ហើយយើង go to cPanel បន្ទាប់ពីយើង go to cPanel ហើយយើង scroll មកខាងក្រោមដើម្បីរកពាក្យថា main account បន្ទាប់ពីយើងចុចចូល main account ហើយយើងធ្វើការ create new main account យើងចុចលើប៊ូតុង create បន្ទាប់មកយើង create ឈ្មោះ email account ខ្ញុំដាក់ឈ្មោះ Soria របស់ខ្ញុំហើយកន្លែង password នេះខ្ញុំអត់ឲ្យចុច ទេខ្ញុំ choose for my own ខ្ញុំដាក់ password ខ្លួនឯងអញ្ចឹងកន្លែងនេះដែរគឺយើងដាក់ password ដើម្បីឲ្យយើងចាំខ្លួនឯងដើម្បីយើងត្រូវការ note វាទុកដូចគ្នាដើម្បីជៀសវាងពេលយើងភ្លេចហើយកន្លែងនេះគឺយើងដាក់ password យើង strong ហើយបន្តមកទៀតយើងចុច edit ហើយយើងយក unlimited ហើយយើងចុច create កន្លែងនេះខ្ញុំធ្វើការ save password ខ្ញុំទុកមកជៀសវាងយើងភ្លេចគេខាងក្រោមនេះខ្ញុំបង្កើតជាមួយនឹង email ហើយអញ្ចឹងខ្ញុំធ្វើការចូលទៅក្នុង Outlook Classic របស់ខ្ញុំបន្ទាប់ពីយើងចូល Outlook Classic ហើយយើងចូលទៅកាន់ Home ហើយយើងយក account setting ហើយកន្លែងនេះយើងចុច new ហើយយើងទៅ copy ជាមួយនឹង email account យើងយកមក paste ចូលហើយយើងធ្វើការចុច connect បន្ទាប់ពី connect យើងធ្វើការរងចាំវាបន្តិចទៅបន្ទាប់ពីយើង connect វាបានហើយយើងចូលទៅ iMap ហើយកន្លែងនេះដែរគឺខុសទេអញ្ចឹងខ្ញុំធ្វើការ close វាសិនហើយបន្ទាប់មកខ្ញុំវាយជាមួយនឹង password email account ខ្ញុំអញ្ចឹងបន្ទាប់ពីវាយ password ហើយយើងចុច connect អញ្ចឹងធ្វើការរងចាំវាហើយកន្លែងនេះview certificate យើងយក yes បន្ទាប់មកធ្វើការរងចាំហើយបន្ទាប់មកយើងឃើញមាន load iMap ហើយឈ្មោះ Gmail របស់យើងបន្ទាប់មកយើងចុច done ហើយនេះយើងបានឃើញ Gmail របស់យើង iZam ហើយយើង close វាមកយើងចូលទៅក្នុង email របស់យើងsorry យើងចូលទៅ Outlook របស់យើងហើយបន្ទាប់មកយើងចុច new email បន្ទាប់ពីយើងចុច new email ហើយយើងទៅ copy email របស់យើងដើម្បី send ចូលក្នុង account របស់យើងដដែលហ្នឹងមានថា account យើងខ្លួនឯងគេដូចជាកន្លែងនេះយើងដាក់ say hello ឬក៏យើង say អីផ្សេងៗអញ្ចឹងទៅបន្ទាប់ពីយើង subject ហើយយើងចុច send អញ្ចឹងបន្ទាប់ពីយើង send ហើយវានឹង load ចូល inbox របស់យើងឃើញហើយយើងចុច reply all មកយើង reply ទៅត្រឡប់ទៅវិញគេយើង reply ថា hi welcome to welcome to Soria អញ្ចឹងទៅហើយយើងចុច send បន្តមកទៀតគឺកន្លែងនេះយើងអត់ឃើញវា load មកទេហើយយើងចូលទៅ home ហើយយើង refresh វាតិចទៅវានឹង load មកហើយយើងឃើញអញ្ចឹង hello ហើយបន្តមកទៀតយើងដាក់ hi welcome to Soria ហើយយើង reply ត្រឡប់ទៅវិញទៅមករហូតអញ្ចឹងទៅ
ន្លែងនេះយើង tick ហើយយើងចុច send ហើយយើងចុច send anyway អញ្ចឹងយើងទៅ check មើលនៅក្នុង Gmail account របស់យើងកន្លែងនេះពេលយើង refresh ទៅវាអត់ load ឃើញទេអញ្ចឹងយើង scroll ទៅខាងក្រោមទៅយើងយកពាក្យ spam ហើយយើងឃើញហើយឈ្មោះសូយ៉ាហ្នឹងបាន take message តាមរយៈ email មកហើយយើងកន្លែងនេះដើម្បីកុំឲ្យវានៅកន្លែង spam ទៀតយើង right click ទៅលើសូយ៉ាហ្នឹងហើយយើងយក no spam ហើយយើងចូលទៅកាន់ inbox យើងវិញមកអូខេយើងឃើញឈ្មោះសូយ៉ាហ្នឹងនៅខាងលើវិញហើយយើងធ្វើការ reply ទៅកាន់ Gmail account របស់យើងទៅគេយើងបាន tick ទៅហើយអញ្ចឹងយើងត្រឡប់ចូលទៅក្នុង Outlook របស់យើងវិញយើងទៅមើលក្នុង inbox នៅខាងក្រោមនៅក្រោម account របស់យើងអូខេអញ្ចឹងកន្លែងនេះដែរយើងធ្វើការរងចាំវាបន្តិចទៅវានឹង load មកហើយអូខេនេះtake message ពី Gmail ចូលក្នុង Outlook ហ្នឹងគឺ yes I'm interested and then យើងreply text នឹងវិញទៅហើយសម្រាប់ការ configure ទៅលើ email account Outlook នេះគឺមានតែប៉ុណ្្នេះអរគុណសម្រាប់ការទស្សនាវីដេអូនេះផងដែរជំរាបសួរលោកគ្រូប្រជាសួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីរបៀប deploy PHP ជាមួយនឹងការបង្កើត MySQL ជាដំបូងយើងចូលទៅកាន់ Membership ហើយយើងចូលទៅកាន់ hosting list ហើយយើងចូលទៅ go to cPanel បន្ទាប់មកទៀតយើងចូលទៅកាន់databaseបន្ទាប់ពីចូលទៅកាន់ database ហើយយើងធ្វើការបង្កើត database អញ្ចឹង database របស់ខ្ញុំដាក់ឈ្មោះ MyDB បន្ទាប់មកទៀតយើងចុច next ហើយកន្លែងនេះយើងធ្វើការដាក់ឈ្មោះអញ្ចឹងដាក់ឈ្មោះរបស់ខ្ញុំនិង passport នេះ generate ហើយបន្ទាប់ពី generate ហើយយើងត្រូវcopy វាទុកដើម្បី pass ផលនៅពេលក្រោយអញ្ចឹងបន្ទាប់ពីយើង pass ទុកហើយយើងចុច create user យើងវិញមកហើយកន្លែងនេះយើងចុចយក all privilege ហើយយើងចុច next step ហើយយើងចុចជាមួយនឹង return to manage my database យើងចូលទៅមើលនេះជា database ដែលខ្ញុំបានបង្កើតតោះមកយើងចូលទៅកាន់ tool ហើយយើង scroll ទៅរក file manager បន្ទាប់ពីយើងចូលទៅ file manager ហើយយើងចូលទៅកាន់ website មួយឈ្មោះថា wordpress.org
អញ្ចឹងយើងចូល wordpress.org download download ហើយយើងចុច download WordPress ហ្នឹងមកដល់យើងធ្វើការរងចាំតិចមកវាកំពុងតែ download បន្ទាប់ពី download ហើយយើងចូលទៅកាន់ជាមួយនឹង public_html ហើយយើងចូលទៅ upload យើងចុច select file មកយើង choose ទៅ WordPress របស់យើងហើយយើង open យើងធ្វើការរងចាំការ upload បន្ទាប់ពីយើង upload ពេញហើយយើងចុច go back បន្ទាប់ពីយើងចុច go back ហើយយើងចូលទៅ WordPress ហើយយើងយក extract ហើយយើង extract file ហើយយើង close វាមកបន្ទាប់ពីយើង extract ហើយយើង click ទៅកាន់ folder WordPress ហ្នឹងបន្ទាប់ពី click ទៅកាន់ folder ហ្នឹងហើយយើងចុចយក select all ដើម្បី move file យើងចុច select all ហើយយើងចុច move file ទៅកាន់ folder public HTML យើងលុបពាក្យ WordPress ចេញយើងចុច move file មកអញ្ចឹងបន្ទាប់ពីយើង move file យើងចុច back យើងចូលទៅលុបជាមួយនឹងនេះបន្ទាប់ពីយើង move file យើង move បានហើយយើងចូលទៅកាន់ WordPress ហ្នឹងយើងលុបfolder WordPress នេះចេញហើយជាមួយនឹងfile zip ក៏ដូចគ្នាយើងធ្វើការលុបចេញអូខេអញ្ចឹងបន្ទាប់មកទៀតយើងចូលទៅកាន់ domain របស់យើងហើយយើង copy domain មកយើង paste នៅក្នុង web browser អូខេអញ្ចឹងបន្ទាប់ពីយើង paste ហើយយើងយក language ហើយយើងចុច continue ហើយយើងចុច let's go ហើយយើង fill database username password ឲ្យចូលទៅហើយអញ្ចឹងកន្លែងនេះបើខ្ញុំខុសហើយ check ម្ដងទៀតអូខេអញ្ចឹងយើងចុច submit ហើយកន្លែងនេះយើងចុច run installation ហើយយើង fill in នៅ site title អីមកនេះយើង fill ហើយយើងចុច install WordPress ហើយចុច no sync ហើយកន្លែងនេះយើងចុចlogin ហើយអញ្ចឹងយើងfill ជាមួយនឹង username ជាមួយនឹង password ចុច remember me ហើយ login បន្ទាប់ពីយើង login ទៅយើងចូលទៅកាន់ dashboard ជាមួយ dashboard WordPress ហើយយើងចូលទៅកាន់ site visit site នេះជា site របស់យើងអត់ទាន់បាន update អីទេអញ្ចឹងយើងចូលទៅកាន់ appearance ហើយយើងចូល theme ហើយយើង choose យក template មួយនឹងមកហើយយើងចុចជាមួយនឹង activate អញ្ចឹងបន្ទាប់ពីយើងចូល activate ហើយយើងចូលទៅកាន់ domain របស់យើងម្ដងទៀតមកហើយចឹងវាអត់ទាន់មានទេយើងធ្វើការ refresh វាម្ដងទៀតទៅវានឹង load មកហើយ
ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណសម្រាប់ការទស្សនាវីដេអូនេះជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំបង្ហាញតកតងទៅលើ multi hosting domain name ហើយជាដំបូងយើងធ្វើការទិញជាមួយនឹង domain name អញ្ចឹងខ្ញុំបានទិញជាមួយនឹង domain name រួចរាល់ហើយប៉ុន្តែខ្ញុំបង្ហាញត្រួសទៅលើការទិញ domain name អញ្ចឹងជាឧទាហរណ៍ដូចជាខ្ញុំចង់ទិញ domain name មួយឈ្មោះ soya.online អញ្ចឹងមកខ្ញុំចុច add to cart មកឬក៏យើងធ្វើការ search domain name ដែលយើងចង់បានអញ្ចឹងទៅហើយខាងក្រោមនេះជាព័ត៌មានរបស់ domain name ដូចជាតម្លៃដូចជាអីអញ្ចឹងទៅបិទ auto new ហើយយើង confirm ជាមួយនឹង order បន្ទាប់ពីយើង confirm order ទៅយើងចុច pay now ហ្នឹងទៅវានឹងកាត់លុយពីក្នុងABA របស់យើងទៅហើយតែដោយសារខ្ញុំមាន domain name រួចរាល់ហើយអញ្ចឹងខ្ញុំអត់ទិញទេយើងខ្ញុំចូលទៅមើលចូលទៅប្រើជាមួយនឹង domain name ដែលខ្ញុំបានទិញគឺ soya.shop ហើយសម្រាប់ពេលដែលយើងទិញ domain name ហើយយើងត្រូវការ point ទៅកាន់ DNS អញ្ចឹងខ្ញុំបាន point DNS រួចរាល់អស់ហើយកន្លែងនេះយើងចុចយក Namecheap web hosting DNS តបមកយើងចូលទៅ check មើលជាមួយនឹង DNS checkerអញ្ចឹងខ្ញុំវាយជាមួយនឹងdomain name ខ្ញុំហើយខ្ញុំចុច search អូខេអញ្ចឹងបាន point ទៅកាន់ DNS រួចរាល់ហើយយើងត្រឡប់ចូលទៅក្នុង domain name យើងវិញនេះ domain name បន្ទាប់ទៀតគឺធ្វើការ add on domain name ហើយបន្ទាប់ពី add ហើយយើង upload file script ហើយបាន create និង connect database អញ្ចឹងខ្ញុំចូលទៅកាន់ cPanel sorry ចូលទៅកាន់ hosting ហើយយើងចូលទៅកាន់ cPanel នៅ domain name ម្ចាស់របស់យើងនឹងមកតបមកទៀតយើង scroll ទៅរកពាក្យ file manager អញ្ចឹងខ្ញុំធ្វើការលុបfile ចាស់ៗចោលអស់សិនអញ្ចឹងបន្ទាប់ពីលុបចេញហើយខ្ញុំធ្វើការ upload file ចូលខ្ញុំ upload file WordPress ចូលអញ្ចឹងឡើង upload នេះយើងធ្វើការរងចាំសិនមកបន្ទាប់ពី complete ហើយយើងចុច go back to home បន្ទាប់ពី back to home ហ្នឹងមកយើងឃើញ file zip មួយយើង extract វាមកយើងsorry មិញខ្ញុំ upload file ចូល WordPress ចូលខុសទីតាំងអញ្ចឹងខ្ញុំ move ចូលក្នុងsoya.shop វិញ
Okay បន្ទាប់ពីខ្ញុំ mode ហើយខ្ញុំ double click ចូលទៅកាន់ folder ហ្នឹងហើយខ្ញុំ extract file បន្ទាប់ពី extract ហើយយើង close ហើយយើង double click ចូលទៅកាន់ folder ហ្នឹងមកយើង select all ហើយ move file ចូលទៅកាន់soya.shop ហើយ move all មកយើង back ហើយយើងចូលទៅកាន់ចូលទៅលុបជាមួយនឹង folder WordPress ចេញហើយ folder ដែលមាន zip ដូចគ្នា okay wordpress.zip នេះយើងលុបចេញដែរបន្ទាប់ពីហ្នឹងមកយើងធ្វើការបង្កើតdatabase ឲ្យ connect កាន់ hosting អញ្ចឹងខ្ញុំចូលទៅកាន់ cPanel ចូលទៅ database ហើយយក database visa ហើយខ្ញុំបង្កើតដាក់ឈ្មោះ soya db ហើយចុច next step ខ្ញុំ generate password ខ្ញុំ pass វាចូលខ្ញុំ copy ទុកសិនចឹង create user oh sorry ថយវិញដោយសារcreate ខុសដាក់ឈ្មោះ soya db ហើយចុច next កន្លែងនេះដាក់soya user generate password សាថ្មីហើយ create កន្លែងនេះចុច off privilege ហើយយើងចុច next step ហើយយើងចុចទៅកាន់ return to manage my database បន្ទាប់ពីយើងបង្កើត database បានហើយនេះជា database ដែលខ្ញុំបានបង្កើតនេះឈ្មោះ database ខ្ញុំ note ទុកសិន db name ហើយមួយទៀត user នេះ database បន្ទាប់ពីយើងបង្កើត database ហើយយើងចូលទៅកាន់ website គឺឈ្មោះ soya.shop ហ្នឹងហើយយើង continue មកហើយយើងចុច let's go database នេះ pass ចូលមកហើយ user password កន្លែងនេះដូរដាក់ soya ចេញពីមកហើយចុច submit ហើយចុច run the installation ហើយ subtitle ដាក់ top e-commerce 2ដាក់ username ដូចគ្នា password ហើយ Gmail ហើយ click កន្លែង Discord click កន្លែង tick កន្លែង Discovery ហ្នឹងមកហើយ install WordPress ហើយចុច login អញ្ចឹង remember me login
sorry ខុសឈ្មោះ copy username password ហើយ login អូខេ login បានហើយបញ្ចូលទៅកាន់ apparent បញ្ចូលទៅមើលកាន់រក template សិននេះដូចជាចូល visit site អត់មានអីទេអញ្ចឹងខ្ញុំចូលទៅ temp អញ្ចឹងសាក install មួយនេះហើយ active ចូលទៅ visit site មកមានអត់នេះជា template អញ្ចឹងយើងអាចដូរតាមនឹងមកសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នេះទេអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ